លើកនេះបងកុំលំអៀងឲ្យគេទៅឲ្យសោះឲ្យគ្រប់គ្នាបោះឆ្នោតជ្រើសរើសទៅវាយុត្តិធម៌មែនហើយប៉ាខ្ញុំមិនចង់ធ្វើជាអ្នកបន្តវេនស្អីទេខ្ញុំធ្វើបែបនេះគឺចង់ឲ្យក្រុមហ៊ុនល្អតើចេះគិតគូរដល់ក្រុមហ៊ុនមែនត្រូវហើយប៉ាសាក់គិតមើលទៅពួកគេសហការជាមួយនឹងសម្ព័ន្ធតកូលសិនយើងមកពីពួកគេជឿជាក់យើងប៉ុន្តែបើមិនជ្រើសរើសអ្នកបន្តវេនដែលគ្រប់គ្នាជឿទុកចិត្តទេថ្ងៃក្រោយឲ្យពួកគេសហការជាមួយយើងយ៉ាងម៉េចទៅឯងនិយាយនេះក៏សមហេតុផលដែរចេះចុះធ្វើតាមអ្វីដែលឯងនិយាយទៅចុះក្នុងពិធីជប់លៀងឯងនឹងសញ្ញានអ្នកណាដែលបានសម្លេងឆ្នោតច្រើនជាងគេប៉ាប្រគល់ឲ្យអ្នកនោះទីបំផុតសម្ព័ន្ធតកូលសិននឹងខ្លាចជារបស់ខ្ញុំហើយទីបំផុតធ្វើរួចហើយហត់ណាស់ញ៉ាំទឹកទៅនាងហត់នឿយហើយមិនទាន់ញ៉ាំទេមកលោកជួយមើលខ្ញុំមើលមានកន្លែងណាត្រូវកែទៀតពូកែមែនគ្មានកន្លែងទាស់ទេកាន់តែពូកែហើយតានេះដោយសារលោកបានរៀនខ្ញុំបានល្អបើកុំទៅលោកខ្ញុំមិនដឹងថាតបទល់ជាមួយនឹងសិនយ៉ាវិនយ៉ាងម៉េចនាងធំទើបទទួលបានដំណឹងលោកម្ចាស់ប្រកាសរឿងអ្នកបន្តវេនថ្ងៃគម្រប់ខួប100ឆ្នាំរបស់ក្រុមហ៊ុនគម្រប់ខួប100ឆ្នាំរៀបចំថ្ងៃណាខែក្រោយហេប៉ាខ្ញុំប្រញាប់ចង់បានអ្នកបន្តវេនលឿនដល់ម្លឹងផងលោកម្ចាស់ថានឹងរៀបចំបោះឆ្នោតនៅថ្ងៃគម្រប់ខួប100ឆ្នាំរបស់ក្រុមហ៊ុនអ្នកនាងនឹងសិនយ៉ាវិនអ្នកណាទទួលបានសម្លេងច្រើនជាងគេអ្នកនោះជាអ្នកគ្រប់គ្រងក្រុមហ៊ុនសំចាត់ខ្ញុំទៅចូលក្រុមហ៊ុនមនុស្សនៅក្រុមហ៊ុនស្គាល់តែសិនយ៉ាវិនពួកគេមិនស្គាល់ខ្ញុំទេនេះគឺជាគំនិតរបស់លោកម្ចាស់ទេយ៉ាងណាខ្ញុំយល់ថាពួកយើងគួរតែក្តាប់ឱកាសដែលនៅសល់ត្រូវប្រឹងប្រែងអស់ពីលទ្ធភាពទៅទើបអាចឈ្នះគេបានប្រឹងប្រែងអស់លទ្ធភាពឲ្យខ្ញុំប្រឹងយ៉ាងម៉េចលុតជង្គង់សុំគេមែនទេបោះឆ្នោតខ្ញុំនេះអញ្ចឹងខ្ញុំមិនខ្លាចជាមនុស្សឈួតហើយហ៎កុំទះសាអីរឿងនេះប្រហែលជាមិនមែនអាក្រក់ដូចនាងគិតទេតាមខ្ញុំគិតប៉ាខ្ញុំគាត់មិនចាំប្រកួតក្រុមហ៊ុនឲ្យខ្ញុំទេភាគហ៊ុន 20% ឲ្យខ្ញុំពីដំបូងដោយសារគាត់សប្បាយចិត្តមកពេលប៉ុណ្ណោះមានម្ដាយចង់ដូចជាមានឪពុកចង់ខ្ញុំធុញតែទោះជាយ៉ាងណាក៏ដោយណានាងមានខ្ញុំហើយលោកជួយខ្ញុំច្រើនពេកហើយរឿងនេះលោកជួយខ្ញុំមិនកាត់ទេមិនដឹងថាខ្ញុំជួយមិនកាត់កុំអារម្មណ៍ទោះបីខ្ញុំគ្មានតម្លៃជាអ្នកបន្តវេនឲ្យតែមកដកហូតទ្រព្យខ្ញុំពាក់កណ្ដាលជីវិតរបស់ពួកយើងមិនខ្វះលុយចាយដដែលហ្នឹងអមាញ់មិញនិយាយថាម៉េចពាក់កណ្ដាលជីវិតរបស់ពួកយើងហ៎បើមិនអាចគ្រប់គ្រងសម្ព័ន្ធតកូលសិនទេពាក់កណ្ដាលជីវិតខ្ញុំទៀតខ្ញុំគ្មានអ្វីត្រូវអួតឡើយធានដឹងថាមានវិធីអាចអូសទាញសម្លេងឆ្នោតបានទេសប្តាហ៍ក្រោយត្រូវរៀបចំពិធីដេញថ្លៃសប្បុរសធម៌យកល្អដល់នាងទៅបង្ហាញមុខឲ្យគេស្គាល់ទៅល្អតែមើលណោះម្នាក់នោះអ្នកនាងធំគ្រួសារសិនតាសិនសញ្ញានមិនបានជាគេមកដែរនាំសត្វបល្ល័ង្កកាសមកជាមួយឬមួយគេចង់ទិញរបស់អីឲ្យប្រុសម្នាក់នេះទេដឹងភ្ញៀវកិត្តិយសទាំងអស់គ្នាពិធីដាក់ដេញថ្លៃចិត្តចាប់ផ្ដើមហើយសូមអញ្ជើញអង្គុយចុះមើលស្អីហ្នឹងបើនៅតែមើលទៀតប្រយ័ត្នខ្ញុំខ្វេះក្របភ្នែកចោលនេះហេតុធ្វើបែបនេះដែរប្រភ័យគេពិតជាលេងស្រឡាញ់ប្រភ័យហើយទៀតដឹងនិយាយស្ដីប្លែកហានមកចូលរួមពិធីដាក់ដេញថ្លៃលើកទី1ភ័យទេខ្ញុំអត់មានភ័យទេមើលទៅនៅនាងវិញទេដែលជាអ្នកភ័យនោះមែនទេមិននឹងអាចទៅហេតុអីថាខ្ញុំភ័យនោះស្វាគមន៍មកលោកអញ្ជើញមកដល់មជ្ឈមណ្ឌលដាក់ដេញថ្លៃសប្បុរសធម៌ប្រាក់ដែលទទួលបានពីការដាក់ដេញថ្លៃលើកនេះយើងនឹងធ្វើការបរិច្ចាគតាមលក្ខណៈសប្បុរសធម៌ជាបន្តនេះសូមអញ្ជើញអ្នកបង្ហាញវត្ថុរបស់យើងគឺចង្កៀងកែវ7ពណ៌តម្លៃចាប់ផ្ដើមពី50,000ខ្ញុំអត់ដេញថ្លៃលើកនេះត្រូវហើយខ្ញុំធ្លាប់រៀនសិក្សាចំណេះដឹងរាប់សិបឆ្នាំផ្នែកជួសជុលវត្ថុបុរាណជាជំនាញរបស់ខ្ញុំមិនដែលផ្លត់ស្នៀតនោះទេខ្ញុំមិនខ្វល់60,000 80,000 80,000 1លានអាយមើលរឹកព្រាធ្វើដូចជាខ្លួនឯងអ្នកមានអញ្ចឹង3លាននាងសិនឲ្យ3លានមានណាឲ្យចាយជាងនេះដែរទេ3លានលើកទី1 3លានលើកទី2 3លានលើកទី3សម្រាប់